គាត់ស្រាប់ទៅគាត់កូននោះចង់គាត់កូនគាត់ចង់ខាស្ដាប់ប្រពន្ធកាប់ទេហ្នឹងគាត់ចង់ខាស្ដាប់គាត់វាយបានដៃដល់ពេលហើយប្រពន្ធដើរទៅខាងណាវាយខាងណាខាងនេះគាត់ស្វឹងស្រាគាត់វាយត្រូវគេកាត់បាទកាប់វាយគេគាត់វាយគេដល់ពេលប្រពន្ធគេហ្នឹងក៏ដើរទៅដល់ផ្ទះក៏យំចាប់ប្តីវាអីទៅប្តីគេក៏ទិញតាំងតោយកមកកាប់តែកាប់ទៅកាត់លងក្បែរមកដែរវាយទៅវាខាងប្រពន្ធទៅវាយខាងបរោះតែទៀតវាយខាងប្រពន្ធវាយខាងមកកាប់បាទអញ្ចឹងបានន័យថាវាយខាងប្រពន្ធហើយខាងប្តីនឹងខាងក៏យកមកកាប់បាទកាប់អញ្ចឹងចេញទៅមានទេណាអញ្ចឹងបាទផងតាមមានអត់កបិតវាអីនោះមានអត់ណាកបិតវានឹងយកចូលក្នុងកាប់ជួលបាត់ហើយនេះកាប់នឹងទៅយកឆ្ងាយមានផងតាមអីផងទុកហ្នឹងតែណាយកបានធំមកមួយហ្នឹងវាឈរលក់ពេលវាកាប់វានៅឈរចាំកាប់ទៀតនេះដែលធ្វើសកម្មភាពខឹងគេវាយប្រពន្ធខ្លួនបរោះម្នាក់ជាប្តីស្ទុះទៅយកកំបិតតាំងតោកាប់លើបរោះរូបនោះធ្លាពោះវៀននិងរបួសជាច្រើនកន្លែងក្នុងព្រះសីហនុបរោះសតិមិនល្អម្នាក់បានទះកំភ្លៀងស្ត្រីម្នាក់ជាច្រើនដៃហើយស្ត្រីរូបនោះបានខឹងដល់យំទៅផ្ទះប្រាប់ប្តីក្រោយទទួលបានដំណឹងនេះភ្លាមបរោះជាប្តីបានកើតចិត្តខឹងក៏បានយកកំបិតតាំងតោដើរទៅសម្ដៅបរោះសតិមិនល្អនោះរួចកាប់ជាច្រើនកំបិតបណ្ដាលឲ្យរបួសធ្ងន់ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 8:40 នាទីយប់ថ្ងៃទី 16 ខែមីនាឆ្នាំ2025នេះស្ថិតនៅក្នុងភូមិ3សង្កាត់2រក្រុងព្រះសីហនុខេត្តព្រះសីហនុក្រោយពីទទួលបានព័ត៌មានសញ្ញាជារងគ្រោះបានហៅរថយន្តសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមកដឹកជារងគ្រោះទៅមន្ទីរពេទ្យភ្លាមក្រោយកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុសំណងស្រាវជ្រាវប្រភពព័ត៌មានពីកន្លែងកើតហេតុគណៈបរិសុទ្ធជាជនសង្ស័យបង្កហេតុបានរកគេខ្លួនបាត់ស្រមោល